សួស្តីអ្នកទាំងអស់គ្នាតើអ្នកធ្លាប់សួរខ្លួនឯងទេថាយើងលេងហ្គេមដើម្បីសប្បាយឬលេងដើម្បីសន្សំកំហឹងថ្ងៃនេះខ្ញុំចង់និយាយខ្លះៗទាក់ទងនឹងការលេងហ្គេមបែបវិជ្ជមានមកជជែកជាមួយមនុស្សទាំងអស់គ្នាព្រោះថាវីដេអូនេះមានតែមនុស្សទេទើបស្ដាប់យល់ស្ដាប់ហើយមិនជេរខ្ញុំជាការពិតណាស់ហ្គេមគឺជាការកំសាន្តមិនមែនជាសមរភូមិជីវិតគោលបំណងធំនៃហ្គេមគឺការសម្រាកពីភាពតានតឹងបើយើងយកភាពតានតឹងពីក្នុងហ្គេមមកបង្កើតជាចំនួនក្នុងបណ្ដាញសង្គមវាមានន័យថាយើងកំពុងចាញ់ឥទ្ធិពលនៃហ្គេមហើយបណ្ដាញសង្គមគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរាល់វីដេអូឬ comment ដែលយើងផុសវាមិនត្រឹមតែបង្ហាញពីអ្វីដែលយើងគិតនោះទេប៉ុន្តែវាបង្ហាញពីកម្រិតនៃភាពចាស់ទុំរបស់យើងទៅកាន់មនុស្សរាប់ម៉ឺននាក់ក្នុងផែនទីមានផ្លូវច្រើនសម្រាប់ដើរតែក្នុងបេះដូងអ្នកលេងហ្គេមគួរមានផ្លូវមួយដែលហៅថាការយោគយល់ការលេងចាញ់អាចត្រឡប់មកឈ្នះវិញបានតែពាក្យសម្ដីដែលជេរប្រមាថគ្នាវាអាចនឹងបន្សល់ទុកនៅស្លាកស្នាមមិនល្អជារៀងរហូតមកលេងដើម្បីសប្បាយមិនមែនមកលេងដើម្បីសាងសត្រូវឡើយជំនាញដែលខ្លាំងបំផុតក្នុងហ្គេមមិនមែនជាការសម្លាប់បានច្រើននោះទេប៉ុន្តែគឺជាការរក្សាចិត្តឲ្យស្ងប់នៅពេលជួបបញ្ហាបើមានគេឌឺដងមកយើងការឆ្លើយតបដ៏ល្អបំផុតគឺភាពស្ងប់ស្ងាត់និងការអភិវឌ្ឍសមត្ថភាពខ្លួនឯងកុំឲ្យហ្គេមត្រួតត្រាលើអារម្មណ៍យើងអីយើងត្រូវដឹងថាលេងឲ្យគេគោរពប្រសើរជាងលេងឲ្យគេខ្លាច skill ខ្លាំងត្រូវដើរទន្ទឹមនឹងចរិតល្អកុំយកកំហឹងក្នុងហ្គេមមកបំបែកបំបាក់មិត្តភាពក្នុងបណ្ដាញសង្គមអ្នកដែលខ្លាំងពិតប្រាកដគឺអ្នកដែលចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អបំផុតអ្នកលេងហ្គេមនៅជាអ្នកបង្កើតមាតិកានៅលើ TikTok គួរចងចាំថាសន្តិភាពនៅក្នុងហ្គេមចាប់ផ្ដើមពីមាត់របស់យើងការផុសវីដេអូឆ្លើយឆ្លងជេរគ្នាវាមិនបានធ្វើឲ្យយើងខ្លាចជាអ្នកឈ្នះពិតប្រាកដនោះទេតែវាគ្រាន់តែជាការបង្កើតរង្វង់នៃភាពអវិជ្ជមានតែប៉ុណ្ណោះសាកល្បងបដូរមកជាការចែករំលែកបច្ចេកទេសលេងឬវីដេអូកំ pl ែងៗវិញនោះអ្នកនឹងទទួលបានការគាំទ្រដោយក្តីស្រឡាញ់ពិតប្រាកដបើជាបើលេងប៉ះគ្នាអន់ចូលឲ្យតែគេវាយនោះខ្ញុំក៏ជេរ